បាទជំរាបសួរបងប្អូនទាំងអស់គ្នាពិសេសបងប្អូនដែលចង់ក្លាយជា content creator ទាំង Facebook ទាំង YouTube អីបាទអាចចូលរួមស្ដាប់ហើយយកទៅពិចារណាទាំងអស់គ្នាបានមានបងប្អូនយើងមួយចំនួនគាត់មានចម្ងល់ថាតើត្រូវធ្វើ content បែបណាដើម្បីឲ្យវីដេអូយើងនឹងវាមានអ្នកមើលច្រើនបើនិយាយទៅដូចជាគេថាវាផ្ទុះពេលយើងដាក់ផុសឬក៏បង្ហោះចេញទៅនឹងឲ្យមានអ្នកមើលច្រើនដែលភាសាសាមញ្ញថាផ្ទុះបាទបងប្អូនណាចាអ្នកធ្វើនេះសុទ្ធតែស្មានដូចគ្នាទេបងប្អូនគ្រាន់តែថាជាបទពិសោធន៍យើងធ្វើឲ្យបានច្រើន channel ទៅ YouTube ច្រើន channel បើជា Facebook យើងធ្វើឲ្យច្រើន page ហើយមាតិកាយើងដាក់ផ្សេងទៅ YouTube ហ្នឹងក៏យើងធ្វើឲ្យបានច្រើន channel ដែរ channel មួយមានអ្នកមើល channel មួយមិនសូវមានអ្នកមើលបាទធ្វើខ្លួនឯងទៅត្រូវមានអ្នកមើលមានត្រូវគ្មានផុសចេញមួយខែមិនទាន់មានអ្នកមើលផងបានម្នាក់ផងក៏មានដែរបាទប៉ុន្តែតបជាមួយចម្លើយដែលសំណួរដែលសួរថាតើត្រូវធ្វើ content បែបណាដើម្បីឲ្យវាផ្ទុះមុននឹងឆ្លើយខ្ញុំសូមសួរទៅគាត់វិញចង់ផ្ទុះខ្លាំងផ្ទុះមធ្យមឬក៏ផ្ទុះតិចបាទពេលហ្នឹងបងប្អូនយើងគាត់សួរគាត់ឆ្លើយមកវិញថាគាត់ចង់ឲ្យផ្ទុះខ្លាំងអញ្ចឹងខ្ញុំក៏បានបកស្រាយទៅគាត់ថាបើចង់ផ្ទុះខ្លាំងធ្វើ content មានតោនអាហ្នឹងផ្ទុះខ្លាំងហើយបាទចង់ផ្ទុះខ្លាំងមានតោនដាក់ទៅផឹងទៅឲ្យផ្ទុះហើយបើចង់ផ្ទុះមធ្យមហ្គាសយើងហ្នឹងបាទហ្គាសអាធំហ្នឹងផ្ទុះហើយចង់ឲ្យផ្ទុះតិចតួចដាក់អាកំប៉ុងតូចទៅវាផ្ទុះតិចបាទនេះជាការនិយាយលេងសើចទេបងប្អូនការពិតទៅការរកស៊ីជាមួយឬក៏ធ្វើការជាមួយ YouTube ជាមួយ Facebook អីនេះគឺគ្មានអ្នកណាចេះជាងអ្នកណាទេបងប្អូនគ្រាន់ថាអ្នកខ្លះគាត់ចេះផលិតវីដេអូរៀងតាក់ទាញទៅវាសម្បូរអ្នកមើលហើយអ្នកខ្លះគាត់មិនសូវចេះធ្វើតាក់ទាញទៅក៏មិនសូវមានអ្នកមើលដែរប៉ុន្តែសរុបទៅគឺឲ្យតែប្រឹងធ្វើទៅយូរឆាប់គួងតែបានផលទេបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនមិនមានអីជាបទពិសោធន៍អីខ្ពស់អីអត់មានទេដាក់តែវីដេអូឲ្យបានតែច្រើនទេគេមើលវីដេអូនេះបន្តិចមើលវីដេអូនោះបន្តិចទៅផ្សំទៅគ្រប់ម៉ោងគ្រប់ subscriber ក្រុមហ៊ុន YouTube គាត់នឹងពិចារណាឲ្យយើងជាដៃគូរបស់គាត់ហើយបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនបាទសូមអរគុណប្រឹងប្រែងទាំងអស់គ្នាបាទ